ថតឲ្យបងប្អូនមើលកន្លែងដែលមនុស្សនៅស្រុកនេះគេចូលចិត្តមកជួលកន្លែងចតអញ្ចឹងដើម្បីយកខ្យល់អាកាសជួលចតតាមថ្ងៃអញ្ចឹងអាហ្នឹងផ្ទះមួយបងប្អូនឡានគេហ្នឹងផ្ទះមួយគេហៅថាផ្ទះសដោងតាមឡានហ្នឹងបាទសម្បូរណាស់ស្រុកនេះបាទពួកគេចូលចិត្តដើរ holiday ដេកតាមព្រៃកន្លែងទៅនេះហើយដែលបងប្អូនគ្មានផ្ទះគ្មានអីឬក៏មកជួលបណ្ដោះអាសន្នអីគឺមកកន្លែងនេះមកមើលគេធ្វើដូចផ្ទះមួយទាំងមូលអញ្ចឹងបងប្អូនក្នុងនឹងស្អីស្អីក៏មានដែរហើយនៅជិតមាត់សមុទ្រទៀតផងបាទមើលដែរនេះបងប្អូនអ្នកដូចផ្ទះមួយអញ្ចឹងលើក្នុងនឹងមានប្រគុណមានចក្រានបាយមានកន្លែងស្អីសពគ្រប់បងប្អូនអានឹងផ្ទះមួយហ្មងតែផ្ទះសាឡាត់ហើយអ្នកខ្លះបើសិនជាគេអត់មានផ្ទះទេគេទិញអានឹងមួយមកជួលមួយយប់តែកន្លែងគេហ្នឹងជួលមួយយប់មានទឹកមានភ្លើងមានអីមួយយប់ហ្នឹងបងប្អូនតា10ឬក៏$20អីទេអត់ថ្លៃទេបងប្អូនហើយក៏គេមានប្រព័ន្ធស្អីសពគ្រប់ដូចតែយើងនៅខាងក្រៅដែរសូម្បីតែផ្លូវផាន់គេហ្នឹងក៏មានផ្លូវដូចខាងក្រៅធម្មតាដែរបងប្អូននេះគេមានកន្លែង playground play អីគេសម្រាប់កូនក្មេងទៀតនេះឃើញទេស្អាតនេះគេតែងស្អាតបាទមានអ្នកឃើញយើងអត់ផ្ទះមកនៅហ្នឹងក៏បានដែរហើយមានកន្លែងចេញឲ្យមកកំសាន្តមើលស្អីសមុទ្រស្រស់ស្អាតទៀតបាទនេះឃើញនេះជាប់ហ្នឹងហើយគឺនេះគឺបង្គន់ស្រុកគេដាក់ឆ្អែនេះបើសិនជាមានភ្លើងខៀវចេះយើងចូលបាននេះអូតូម៉ាទិកមិនដូចវាមិនទំនើបដូចស្រុកខ្មែរអញ្ចឹងបាទ